អាយុដំគុណដាវីតអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងជាអ្នកដឹកនាំផ្ទាល់ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភាបានចែករំលែកនៅទស្សនៈទានគន្លឹះមួយចំនួននៅពីក្រោយភាពជោគជ័យគួរឲ្យកត់សម្គាល់ដែលរដ្ឋសភាកម្ពុជាសម្រេចបានក្នុងឆ្នាំ2025នេះអាយុដំគុណដាវីតបានលើកឡើងថាការងារកំណែទម្រង់មិនថាកំណែទម្រង់រដ្ឋបាលសាធារណៈឬកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនោះទេគឺសុទ្ធសឹងតែជារឿងលំបាកស្មុគស្មាញដែលទាមទារការចូលរួមនិងការដឹកនាំអនុវត្តប្រកបដោយភាពច្បាស់លាស់ម៉ឺងម៉ាត់ទើបអាចទទួលបានលទ្ធផលល្អប្រសើរដោយការគ្រោងទុកការសម្រាប់ជោគជ័យនេះគឺការកែតម្រង់គឺយើងត្រូវមិនមែនមានតែធៀបតែខាងក្រុមការងារកំណែតម្រង់ផ្ទាល់ទេគឺវាមានទាំងសមាជិកក្រុមការងារកំណែតម្រង់ក៏ខិតខំប្រឹងប្រែងអនុវត្តនីតិវិធីនិងដល់ជាguideline ទៅនាយកដ្ឋាននិងអគ្គនាយកដ្ឋានក្រមចំណុះនៃអគ្គលេខាធិការរដ្ឋសភាទាំងអស់ដើម្បីអនុវត្តដូច្នេះហើយបានយើងអាចសម្រេចនៅជោគជ័យបាននៃការកែតម្រង់ហិរញ្ញវត្ថុសាធារណៈនេះយើងអាចដំណើរការបានជោគជ័យហើយបានចប់ 100% នៅក្នុងរយៈពេល2ឆ្នាំបន្តបន្ទាប់នេះហើយយើងសង្ឃឹមថាឆ្នាំទី3បន្តបន្ទាប់ទៀតគឺយើងនឹងសម្រេចបានទៅ 100% តទៅទៀតអញ្ចឹងការខិតខំប្រឹងប្រែងកែតម្រង់នេះគឺមានចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់មិនត្រឹមតែការងាររបស់ក្រុមការងារកំណែតម្រង់ទេគឺទាំងការងាររបស់ថ្នាក់ដឹកនាំជាត្រីវិស័យរបស់ថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋសភាទាំងមូលតែម្ដងហើយនឹងសមាជិកទាំងអស់សមាជិកថ្នាក់ដឹកនាំនៃរដ្ឋសភានិងសមាជិកអគ្គលេខាធិការដ្ឋានទាំងអស់ដូច្នេះហើយបានធ្វើឲ្យការងាររបស់យើងនេះបានសម្រេចទៅបានលឿនហើយសម្រេចជោគជ័យដោយជាទីមោទនៈបាទរដ្ឋសភានីតិកាលទី7ក្រោមការដឹកនាំនិងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ព្រមទាំងការគ្រប់គ្រងលើកទឹកចិត្តជាបន្តបន្ទាប់ពីសំណាក់សម្ដេចមហារដ្ឋសភាទីកាធិបតីគុណសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាការងារកំណែតម្រង់របស់រដ្ឋសភាដែលមានរយៈពេលខ្លីត្រឹមតែជាង2ឆ្នាំតែប៉ុណ្ណោះប៉ុន្តែបានទទួលលទ្ធផលជោគជ័យគួរឲ្យកត់សម្គាល់នៅក្នុងចំណោមនោះក្រុមការងារកំណែតម្រង់ហិរញ្ញវត្ថុសាធារណៈដែលត្រូវបានបង្កើតឡើងនិងដឹកនាំចុះបង្ហាញដោយអាយុដំគុណដាវីតបានអនុវត្តការងារកំណែតម្រង់យ៉ាងសកម្មដែលមានផែនការលម្អិតច្បាស់លាស់ដោយយកផលប្រយោជន៍របស់រដ្ឋសភានិងផលប្រយោជន៍រួមរបស់មន្ត្រីទាំងអស់ជាស្នូលនៃការងារកំណែតម្រង់ហិរញ្ញវត្ថុសាធារណៈនេះការងារកំណែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវបានគេមើលឃើញថាកំពុងបោះជំហានទៅមុខដោយភាពជោគជ័យនិងទទួលបានប្រសិទ្ធភាពគួរជាទីមោទនៈដែលជាលទ្ធផលនៃការដឹកនាំប្រកបដោយបទពិសោធន៍ខ្ពស់និងការចូលរួមយ៉ាងផុសផុលពីគ្រប់ភាគីពាក់ព័ន្ធជោគជ័យទាំងនេះបានជំរុញឲ្យគុណភាពនៃការបម្រើការងារជូនអ្នកតំណាងរាស្ត្រនិងផលប្រយោជន៍របស់ប្រជាជនជាម្ចាស់ឆ្នោតកាន់តែល្អប្រសើរឡើងអាយុដំគុណដាវីតបានបន្តថាភាពជោគជ័យដ៏សំខាន់នៃការងារកំណែតម្រង់ដែលរដ្ឋសភាសម្រេចបានគឺមិនអាចកាត់ផ្តាច់ចេញបានទេពីមូលដ្ឋានគ្រឹះនៃទិសដៅការងារច្បាស់លាស់និងយុទ្ធសាស្ត្រជាប្រព័ន្ធដែលធានាបាននូវការអនុវត្តប្រកបដោយសន្តិភាពនិងនិរន្តរភាពអាយុដំអគ្គលេខាធិការរងបានសង្កត់ធ្ងន់ថាការងារកំណែតម្រង់ហិរញ្ញវត្ថុសាធារណៈជាចំណុចក្តៅដែលអនុវត្តជារួមមិនអាចបំពេញចិត្តមន្ត្រីគ្រប់រូបបានទេតែចង់មិនចង់យើងត្រូវតែអនុវត្តប៉ុន្តែការអនុវត្តនោះដាច់ខាតត្រូវតែមានតម្លាភាពអនុលោមទៅតាមច្បាប់និងប្រព័ន្ធការងាររួមដោយមិនគិតត្រឹមតែទស្សនៈបុគ្គលរបស់មន្ត្រីរាជការនោះឡើយថាមន្ត្រីមួយចំនួនគាត់មានការអបអរសាទរក្នុងការកំណែតម្រង់ហើយមន្ត្រីមួយចំនួនក៏គាត់មានការត្រូវការមានការប៉ះពាល់ហើយនឹងការកាត់គេហៅថាមានភាពប៉ះពាល់ហើយឈឺចាប់និងលះបង់មួយចំនួនដែរដូច្នេះជារួមគឺយើងធ្វើការងារគឺយើងមិនឈរទៅលើត្រឹមតែទស្សនៈនៃមន្ត្រីទេគឺយើងធ្វើទៅលើគោលការណ៍ជាប្រព័ន្ធជា system យើងកែតម្រង់គឺ system យើងទៅហើយដូច្នេះមន្ត្រីដែលគាត់ពេញចិត្តឬមិនពេញចិត្តគាត់នឹងត្រូវតែធ្វើការទៅតាមប្រព័ន្ធហើយកាលណាយើងធ្វើការតាមប្រព័ន្ធទាំងអស់គ្នាស្ថាប័ននឹងមានភាពរឹងមាំហើយមានប្រព័ន្ធអញ្ចឹងការផ្ដល់សេវាជូនទៅដល់តំណាងរាស្ត្រក៏ដូចជាប្រជាពលរដ្ឋទាំងអស់គឺយើងគ្រប់វិស័យគឺត្រូវតែដំណើរការទាំងអស់គ្នាដូច្នេះហើយបើសិនជាប្រព័ន្ធដើរគឺការដំណើរការគឺយើងបានដើរលឿនមិនចំពោះតែមន្ត្រីតែម្នាក់ពីរនាក់ដែលជាការងារដែលធ្វើឲ្យស្ទះដល់ការងារកំណែតម្រង់នោះទេហើយខ្ញុំជឿថាជារួមរូបមន្តគ្រប់ប្រទេសទាំងអស់ក៏គេធ្វើដូចតែប្រទេសយើងដូចគ្នាដែរនៅក្នុងការដំណាក់កាលកំណែតម្រង់ដែលនៅក្នុងទសវត្សរ៍និងសតវត្សរ៍ថ្មីនេះគឺជាបញ្ហាមួយដែល hot issue សម្រាប់គួររំលឹកដែរថានៅក្នុងឆ្នាំ2025នេះក្រុមការងារកម្មវិធីកំណែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលដឹកនាំដោយអាយុដំគុណដាវីតបានបំពេញផែនការសកម្មភាពនិងសូចនាករគន្លឹះសម្រាប់បាន 100% ពេញមួយឆ្នាំដោយការងារហិរញ្ញវត្ថុនិងថវិកាត្រូវបានកែលម្អអនុវត្តការចំណាយនិងពង្រឹងគុណភាពថវិកា
គ្រាដែលការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក៏ត្រូវបានបង្កើនគុណភាពតាមរយៈការចុះបញ្ជីក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងទ្រព្យសម្បត្តិរដ្ឋដំណាក់កាលទី2និងការបន្តតាមដានការចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់មណ្ឌលរាជធានីខេត្តដែលជាការទទួលខុសត្រូវរបស់អាជ្ញាធររាជរដ្ឋាភិបាលកម្ពុជាដោយឡែកពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យានិងសវនកម្មនៅក្នុងឆ្នាំ2025ក្រុមការងារកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភាក៏បានពង្រឹងនៅការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុនិងបានអនុវត្តការងារសវនកម្មចំនួន7លើកលើពីនេះទៀតការរៀបចំសេចក្តីព្រាងគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុងដូចជារបបចំណាយលើប្រាក់លើកទឹកចិត្តប្រាក់បេសកកម្មការជួសជុលរថយន្តជាដើមក៏ត្រូវបានសិក្សានិងរៀបចំឡើងស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំជារួមនៅក្នុងឆ្នាំ2025នេះកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភាបានឈានដល់ដំណាក់កាលទី4គឺគណនេយ្យភាពសមិទ្ធកម្មដែលសម្ដៅដល់ដំណាក់កាលដែលតម្រូវឲ្យអង្គភាពបង្ហាញនៅលទ្ធផលពិតប្រាកដដែលសម្រេចបានដោយសារការចំណាយថវិកាជំនួសឲ្យគ្រាន់តែរាយការណ៍ពីរបាយការណ៍នៃការចំណាយដោយក្រុមការងារបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅអភិក្រមដឹកនាំ3យ៉ាងនៅក្នុងការងារកំណែទម្រង់នេះគឺទី1សង្កត់ភាពរវាងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិទី2បន្ទាត់គណនេយ្យភាពនិងទី3ប្រសិទ្ធភាពប្រសិទ្ធផលនិងការសន្សំសំចៃដើម្បីធានាថាភាពរឹងមាំនិងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋសភាគឺជាកត្តាគាំទ្រដ៏សំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនិងធានាថារាល់ការសម្រេចចិត្តនៃការចំណាយថវិកាជាតិគឺត្រូវបានគិតគូរនិងឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់ប្រជាជនជាម្ចាស់ឆ្នោតពិតប្រាកដតាមរយៈជោគជ័យជាបន្តបន្ទាប់នៃការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភាគឺជាគំរូមួយដែលបង្ហាញថាការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ការគិតគូរផលប្រយោជន៍រួមជាធំការចូលរួមជាធ្លុងមួយនិងការអនុវត្តការងារជាប្រព័ន្ធគឺជាកត្តាកំណត់ដ៏សំខាន់ក្នុងការសម្រេចបាននូវជោគជ័យសម្រាប់ស្ថាប័ននីតិបញ្ញត្តិនិងដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាទាំងមូល